អូស្ដីក៏ដូចជាជំរាបសួរពុកម៉ែបងប្អូនពីចម្ងាយបាទមកពីដែរនេះដៃថ្មីទាំងអស់បាទថ្មីទាំងអ្នកថតថ្មីទាំងអ្នកបងសំណាញ់បាទអើយដឹងបានទេអំបែលបាត់ទៅហើយមើលទឹកច្រើនណាស់តែបូមស្រស់សោះបាទដោយសារតែទឹកនេះវាភក់ពេកនឹងខ្ញុំត្រូវបាក់កំប្លោកបាទកំប្លោកហើយបានចាប់ដាក់បងហើយបងក៏ស្នាញ់ដាច់ទៅយងដាច់អីអស់លីងហ្មង បាទមកបងនេះគឺបងថ្នាក់សំណាញ់លហៃគោមនោះគឺបងបណ្ដើបងទឹកបណ្ដើទេដើម្បីឲ្យបានត្រីខ្លះហើយយកទៅអាំងខ្លះហើយយកទឹកដើម្បីដាក់ដូងខ្លះណាបាទនេះដាក់ដូងសំទោសនេះស្រះទឹកមើលបោកមើលគេបងគ្មានតបែកទេនិយាយលេងបងប្អូនអើយអត់បែកមែនណា បាទមើលបងគ្មានបានទេខ្ញុំនឹងឯងអ្នកបងឥឡូវសុំមក record បន្តិចបាទនិយាយលេងជាមួយពុកម៉ែបងប្អូនបាទបងអត់បានទេតែខាស់ទឹកនោះត្រីវារត់ចូលរុនអស់បាទខ្ញុំបោកបានតែត្រីក្រាញ់បាទភាគច្រើនត្រីក្រាញ់បាទមើលលើកមកអត់បានសោះហ្មងបាទថ្ងៃនេះមានបានត្រីក្រាញ់2 3អើយដល់កហ្មងបាទហើយ បងបដាលេងបដាឲ្យក្មួយថតវីដេអូបដាមើលថតវីដេអូដឹងទៅណាទៅណីទៅក៏វីវត្តចង់វិលមកហើយបងប្អូនអើយបាទសូមអធិស្ឋានបងមើលសិនជាវីដេអូមើលទៅវារឿងរំខានបន្តិចណាបាទគ្រាន់តែនេះគឺជាវីដេអូបែបជនបទរបស់ខ្ញុំបាទនឹងក្មួយខ្ញុំហើយជីវិតរាល់ថ្ងៃបាទថតវីដេអូបែបស្រុកស្រែឲ្យបងប្អូនទស្សនាបាទជាសកម្មភាពបូម នឹងបងត្រីនៅស្រះបាទស្រះនេះជីកពី3ឆ្នាំហើយបាទតែសារតែយើងអត់មានលទ្ធភាពជួលAX បងជីកច្រើនម៉ោងក៏សម្រេចទីតែញភៀងហ្នឹងណាបាទជីកឲ្យជ្រៅមួយដៃវាដើម្បីយកទឹកបូមស្រះបាទតែប៉ុន្តែកន្លែងខ្ញុំឈរនោះអានោះក៏ជាស្រះដែរប៉ុន្តែវាកោកអស់បាទចឹងទៅយើងកន្លែងខ្ញុំបងមិញគឺកាយ excavator ហ្នឹងដែលគេហៅថា HX ហ្នឹងបាទកាយមកដងហើយកាយម្ដងនោះគឺវាជ្រៅបាទតែពី3ឆ្នាំមុនបាទដល់ឥឡូវវាចាប់ដើមបាក់ដីមកគៀងក៏វាចាប់ដើមរៀកឡើងវិញទៅបាទកាលឆ្នាំដំបូងត្រីច្រើនណាស់បាទត្រីច្រើនតែនៅមកគេលួចឆក់បាទគេលួចឆក់ទៅក៏វាបាត់ទៅអស់ខ្លះអីខ្លះចឹងណា បាទឥឡូវតឡើងលបឿនបន្តិចមើលឲ្យវាឆាប់អស់ហ្នឹងព្រោះយើងក្រងទីវាតិចដើម្បីឲ្យវាស្រោយស្រពទៅគោលដុំចឹងណាបាទតែស្អីយើងមានទៅយកតូចនៅបែកថ្នៃទៀតឥឡូវចាប់ដើមទៀតឲ្យពុកមកទៅទៀតហើយបាទនៅមើលជំនាញថតមើលបែកកាមេរ៉ាតំណែងឆ្កុយតើបងឲ្យបានគេបែកកាមេរ៉ាមកវិញសុំសរសើរមកបាទតែក៏អរគុណក្មួយដែរបាទគាត់ថតបានប៉ុណ្ណេះហ្នឹងបាទគាត់ត្រឹមអាយុប្រហែល5ឆ្នាំហើយថ្នាក់ទី1បាទចេះកាន់កាមេរ៉ាយកដល់ពីដល់មើលថតលលឹះចុះលន់ឡើងបាទតែនេះគឺជាសកម្មភាពពិតបាទមនុស្សបានត្រី1 2បាទបានត្រី1 2ទុកផ្សំបាទខ្ញុំទ្រាំបូមហើយដល់ល្ងាចបាទដល់ល្ងាចវីដេអូនេះគឺជាវីដេអូដែលខ្ញុំឲ្យក្មួយថតហើយខ្ញុំថារកកាត់តែអាវីដេអូវាវែងពេកហើយចឹងក៏សូមថតសកម្មភាពកាត់ហ្មងក៏បាទនេះចាប់ត្រីបងនេះគឺត្រីខែនេះគឺខែប្រាំងបាទគឺវាទឹកស្រកបើយើងបងក៏អាចមានគេលួចចាំចឹងណាចឹងយើងទៅនេះក៏ឆ្លៀតមកបងបានហូបបើត្រីស្រែគឺជាដែរណាបាទមិនយ៉ាងដែរយើងមានស្រះយើងមានកន្លែងដាំដំណាំហើយមានស្រះហើយត្រីចូលខែវសាទឹកលិចអីចឹងទៅក៏យើងចាប់ដើមបងយកវាទៅបាទមានគេបងហើយក៏មានគេធ្លាប់លួចឆក់អីទៅណាប៉ុន្តែគេធ្វើមិនធ្វើទៅព្រោះនៅឆ្ងាយផ្ទះយើងដែរបាទចឹងយើងបងបណ្ណាយើងយកបណ្ណាបានប៉ុណ្ណឹងតាមសមាជិកយើងសមាជិកជីវោទៅបាទធ្វើមិនចែកគ្នាហូបទៅបាទយើងអត់បាននៅមើលថែបើផ្ទះយើងក៏នៅនឹងឆ្ងាយផ្ទះបាទនេះដីស្រែខ្ញុំឆ្ងាយពីផ្ទះបាទចឹងក៏យើងធ្វើការដាំដំណាំដូងបាទខែភាសាមាន
ដងតិចទេប្រហែលជា100ដើមអីទេដាំបានដីភូមិដែរបាទដីភូមិតែនៅឆ្ងាយផ្ទះម៉ែខ្ញុំបាទហើយក៏យើងចាប់ដើមដាំចេះបានដងខ្ញុំហ្នឹងណាបាទដងម៉ែហើយបងខ្ញុំទេបាទមានដីខ្ញុំទៀតបាទហើយខ្ញុំជាគេហៅថាជាអ្នកជាអ្នកជាអ្នកបងទេបាទជាអ្នកបងត្រីហូបទេបាទបងដល់បងហូតតតែទឹកខាសនោះបានបានត្រីបាទដូចវីដេអូដែលផុសមុនគឺវីដេអូខ្ញុំផុសអាពេលបូមបានត្រីហើយបាទតែពេលដល់វក់ចាប់ត្រីមែនតើអត់បានថតបាទថតតែដំបូងបាទរៀងដល់ហើយពូបាទរៀងប្រហុកត្រីកត្រាប់ត្រីក្រាញ់មិនត្រូវរៀងហ្នឹងបាទរៀងដល់រៀងស្បែកគឺតាមបាទហើយជីវិតយើងអ្នកស្រែចម្ការបាទបានអីហូបហ្នឹងណាពុកម៉ែបងប្អូនបាទយើងហូបហើយយើងធ្វើការងារទៀតទៅបាទយើងចាយតាមសមត្ថភាពរបស់យើងរកបានប៉ុណ្ណាយើងចាយប៉ុណ្ណឹងហេមែនទេយើងរកប៉ុណ្ណាយើងទុកខ្លះហើយយើងចាយខ្លះបានអញ្ចឹងมันត្រឹមត្រូវបាទយើងរកប៉ុណ្ណាចាយប៉ុណ្ណឹងយើងសល់បាទមិនមានលុយសន្សំទុកប៉ុណ្ណឹងកូនគេបាទយើងមែនណាពុកម៉ែបងប្អូនយើងជាមនុស្សប្រុសយើងមានទូនាទីមួយគឺហៅថាយើងអនាគតទៅយើងជាមេគ្រួសារទេអញ្ចឹងណាបាទអញ្ចឹងអនាគតទៅយើងជាឪពុកជាប៉ារបស់គេយើងត្រូវតែមានសមត្ថភាពក្នុងការរកលុយចិញ្ចឹមកូនបាទចិញ្ចឹមគូកូនបាទក៏បីជាប្រពន្ធរកលុយបានដែរក៏យើងក៏ត្រូវតែហៅថារកលុយចិញ្ចឹមកូនដែរបាទយើងរកលុយឧទាហរណ៍ថាយើងមានការងារប្រពន្ធក៏មានការងារបាទយើងផ្សំគ្នាទៅយើងទុកទិញដីទិញផ្ទះទិញឡានទិញម៉ូតូដែលយើងចង់បានណាបាទហើយរាល់ថ្ងៃគឺជីវិតយើងរាល់ថ្ងៃគឺបើសិនជាយើងមិនខំទេអត់មានណាមកខំជំនួសយើងទេបាទយើងកើតមកពីតូចមានឪពុកម្ដាយយើងចិញ្ចឹមបីបាច់ថែរក្សាបាទគាត់បង្រៀនយើងគាត់ចិញ្ចឹមយើងឲ្យយើងធំឲ្យយើងបានរៀនសូត្របាទចប់ថ្នាក់ឲ្យយើងមានរៀនតបានការងារអីចឹងទៅបាទពេលដល់យើងមានប្រពន្ធមានកូនយើងរៀបការយើងមានប្រពន្ធមានកូនយើងមានទូនាទីមួយគឺយើងត្រូវតែខំរកលុយបាទខំរកលុយដើម្បីអីដើម្បីអភិវឌ្ឍខ្លួនយើងគ្រួសារយើងទៅមុខទៀតបាទហើយក្នុងសង្គមយើងរស់នៅសប្តាហ៍បើយើងរស់នៅអត់មានអីសោះអត់កើតទេបាទព្រោះយើងគេហៅថាអត់ពិបាកនឹងការរស់នៅបាទធម្មតាយើងរងថ្ងៃធម្មតាយើងនៅផ្ទះយើងត្រូវតែមានអីគេមានហូបអាហារចំណីចំណប់ហូបដើម្បីរស់រៀនមានជីវិតបាទហើយពុំដូចនេះទៀតយើងត្រូវតែមានគេសម្ភារៈដូចជាម៉ូតូឡានដើម្បីធ្វើដំណើរជាមធ្យោបាយយើងទៅរកលុយឬក៏ទៅរកចំណូលរកប្រាក់អីជាដើមហ្នឹងណាបាទហើយយើងរស់រាល់ថ្ងៃដូចជាមានបុណ្យការអញ្ចឹងយើងត្រូវតែចំណាយលុយដើម្បីចូលរួមកម្មវិធីអញ្ចឹងយើងខំរាល់ថ្ងៃដើម្បីតែការរស់នៅគឺតាមសង្គមទៅតាមលក្ខណៈដែលត្រូវការណាអញ្ចឹងអ្វីដែលសំខាន់នៅក្នុងវីដេអូនេះខ្ញុំចង់និយាយទាក់ទងទៅនឹងការយើងធំពេញវ័យយើងមានប្តីមានប្រពន្ធយើងត្រូវតែទីមួយយើងត្រូវតែមានការងារច្បាស់លាស់បាទការងារអីក៏ដោយតែឲ្យតែត្រឹមត្រូវតែស្របច្បាប់ឲ្យតែទេជាតិទទួលស្គាល់យើងធ្វើបាទយើងធ្វើយើងខំប្រឹងធ្វើឲ្យអស់ពីលទ្ធភាពដើម្បីយើងទីមួយយើងអភិវឌ្ឍខ្លួនឯងផងដើម្បីបានចំណូលក្នុងគ្រួសារខ្លួនឯងផងទីពីរដើម្បីជួយឲ្យប្រទេសជាតិរីកចម្រើនផងកាលណាដែលប្រទេសយើងមានបុគ្គលដូចជាបញ្ញវន្តគាត់មានការងារគាត់មានមុខជំនាញល្អបាទចឹងធ្វើឲ្យប្រទេសជាតិមានន័យថាគាត់សម្បូរអ្នកចេះដឹងអីចឹងណាសម្បូរអ្នកយល់ដឹងពីការងារអីចឹងក៏គាត់ខំប្រឹងធ្វើការរកលុយដើម្បីបានលុយមកគាត់កសាងគ្រួសាររីកចម្រើនហើយក៏អាចកសាងចូលរួមកសាងប្រទេសជាតិរីកចម្រើនផងដែរបាទអញ្ចឹងក្នុងវីដេអូនេះគឺចង់និយាយបន្ថែមទៅដល់នឹងយើងរស់នៅរាល់ថ្ងៃមិនថាយើងនៅខ្សែមិនថាយើងនៅទីក្រុងបាទតែយើងមានមុខរបរយើងអាចស្រកអ្វីធ្វើបានយើងព្យាយាមធ្វើអស់លទ្ធភាពបាទយើងពេញចិត្តនឹងធ្វើទៅគឺថាទោះបីជាយើងនៅទីក្រុងយើងនៅស្រែក៏យើងនៅតែមានជីវិតដែលល្អប្រសើរដែរបាទអ
ចឹងសម្រាប់ខ្ញុំវិញខ្ញុំពេញចិត្តអ្វីដែលខ្ញុំមានរងថ្ងៃហើយក៏ខ្ញុំនៅតែបន្តការខំប្រឹងការងារក៏ដូចជាការរកលុយទទួលទានដើម្បីឲ្យមានការជីវិតរីកចម្រើនទៅមុខទៀតអញ្ចឹងណាបាទព្រោះយើងអត់អាចឆោមឬក៏អង្គុយនៅតែមួយកន្លែងបានទេបាទចឹងយើងត្រូវតែអភិវឌ្ឍដើម្បីខ្លួនឯងដើម្បីគ្រួសារអីចឹងណាបាទអ្វីដែលជាសំខាន់នៅក្នុងពេលបច្ចុប្បន្នយើងត្រូវគិតពីខ្លួនឯងនិងគ្រួសារបាទកាលណាដែលយើងខ្លួនឯងជោគជ័យគ្រួសារជោគជ័យហើយគឺយើងត្រូវគិតដល់ប្រទេសជាតិបាទកាលណាដែលគ្រួសាររីកចម្រើនគ្រួសារមានសុភមង្គលប្រទេសជាតិយើងក៏រីកចម្រើនតាមតែនឹងដែរអញ្ចឹងណាបាទអញ្ចឹងមាន